ยังพันเตวิสงและคณทายาตาเพียงเดือดเตาอรหัตเตาสัมมาสัมพุทธัสสะยะโมตัสสะเพียงเดือดเตาอรจากเจ้าอาดอกเตอร์จากนั้นของอาจากสองยุคจนสันใส่ที่โอยนะไปปักบอลตรงที่เตียนนะแล้วตรงที่ใส่จากสองยุคจนสันไอ้สองตรงท้ายมีปัจจัยถูกใส่ถูกเลยติดเลยคุยใส่แต่ถูกตรงคอเกล้าไอ้ที่จอบกจูน
เลยโชว์ให้ใหญ่เหมือนโอ้đánh ra bốn nó tay học đấy bà xuân chụp riêng cho đó là trong Rosa này sau đó là những ca chúc cả tháng mốc cao một tiết rung thọ tập cao lấy tóc bài đó là sai nó sai Thank you.
ចា ជួយបងប្អូននៅក្រោមចេតិយត្រូវវិឆារបស់យើងជាយើងងាកមកក្បែរទីតាំងហើយជាគណៈខាតខាងមកខាងនេះបងជួយមកđâyបងអស់គ្នាមកផ្លែជួយបងណា ជួនខ្លាចឆ្ងាញ់ដល់លោកតាម្ចាស់ទឹកម្ចាស់ដីលើកឡើងសំពះ3ដង រត់ទីតាំងជុំទីសិតយើងបងក៏ផលិតយើងពួកអ្នកđâyចេញមកតាមជួយទៅមកមិននេះច្រើនមកដល់ទៅមួយឯណានេះគុំទឹកនៅណាគុំទឹកនៅញ៉ាំទឹកទៅខ្លួនឯងទៅទូជឿផងទៅមកពាក្យនេះខាងក្រោយនេះក៏បានទទួលយកហើយក៏សូមជួយងារក្រោយឲ្យពរឲ្យជ័យដល់កូនចៅប្រុសស្រីទាំងអស់ឲ្យរងទទួលទានមានបានអាយុវែង គុំទឹកយកដាក់គុំនេះបានតែថាផ្លូវណាឆ្លាតទៅគុំទឹកយ៉ាត់ខ្វាក់នឹងខ្វាក់ ទទួលយក ជូនលុយជូនកាក់ជូនលាវជូនប្រាក់ដល់លោកតាម្ចាស់ទឹកម្ចាស់ដីលើកឡើងសំពះ3ដង ច្រើនហើយ អត់សមអាយុហើយមានតែគេយកដឹកវែងទៅគ្នា វិធីលោកនៅសពឡើងមើលលើមេរុចាប់ដើមតាមលេង ចាំដាក់អស់1 2 3 អ
បាទសូមអនុញ្ញាតសូមគោរពអញ្ជើញលោកគ្រូអាចារ្យដើម្បីនិមន្តព្រះសង្ឃ5ព្រះអង្គនិមន្តទៅកាន់ស្គរបន្តមកទៀតកម្មវិធីអត្តរាពរសូមអញ្ជើញបាទសូមអ្នកកាន់សាបាក់5ណាសូមមេត្តាយកមកខាងមុខឲ្យហើយហើយត្រៀមបច្ច័យ4សម្រាប់ប្រសង5អង្គហើយសម្មាសម្ពុទ្ធស្សនមោតាសវកវតាវរហតាសម្មាសម្ពុទ្ធស្សនមោវរហតាសម្មាសម្ពុទ្ធស្សសង្ឃារាសង្ឃារាបច្ចយវិញ្ញាណវិញ្ញាណបច្ចយនិវរបញ្ញមរបបច្ចយយតនាបច្ចយภาษาภาษาបច្ចយវេទនាវេទនាបច្ចយតណ្ហាតណ្ហាបច្ចយឧបាទានបច្ចយភវភវបច្ចយជាតិជាតបច្ចយចរិយមរណាសាកបរតេវតកតមនសបាយាសាសម្ភវតអេវមេបលាសតោប្រាខន្ធាសតមតិយោអតេការៈអូបាទវេតធម្មិណោអូបាចេតវានិរញ្ញតតេតាំបោប្រសមោសខាយាកាយាបតវងអតិសេសតិចោតោអបេតវេញានានិរញ្ញប្រកលំការังចវេញានាយតិយកាយ៉ាងចហតិមាអបវតោតតិសេតនិរញ្ញប្រកលំការังជាយកាទៅឲ្យហើយអំពីលោនីរមែសម្រាប់ផងដល់អ្នកដែលចាយឋានទៅកម្មបរលោកហើយដូចឆ្នងឯងអេចតាំបច្ចតាំដីសោទៅសូមជុំអ្នកផលចំពោះទៅដល់មេត្តាបិតាគុណគ្រូឧបជាយាយាគុណញាតិតា7សន្តានជីដូនជីព្រោះនៅដីណាលំចាចៃឋានសូមជុំអ្នកផលកុសលកានការសូមសុខសាន្តសានដល់ឋានបន្ទុងទេវៈគន្ធវានិវេតយងសាពេលោកតាមយេសត្តាជីវ័នអារហេតុកម្មណយយ៉ាងភោជនាងសាពេលភ័ន្តមានមេចេតសាទៅទីពុទ្ធក៏ចាំប្រគេនប្រសាទអរគុណការសម្រាប់ខ្ញុំចាប់បច្ចុប្បន្នហើយទៅឲ្យបាននៅពីមហាសោណាគឺដល់ពុទ្ធប្រដែលបានរៀបសម្លាទៅត្រីសុខពុទ្ធណាអស្ចារ្យណាស់មហាបិណ្ឌមហាកសលយៈអស់ទេវតាទាំងពិភពលោកថែមទៅនេះក៏ក្រៅនេះក៏ក្រៅទៅបធរឌីអរគុណណាស់ខ្ញុំសូមអរគុណអស់លោកជាតាគុណគួរទាំងអស់ដែលបានចូលរួមប្រតិបត្តិឯកឧត្តមបានដឹកនាំ
ពុទ្ធញាតអស់បានចូលរួមលេងបរិមណៈទឹកបានដំណើរផលតស័ព្ទរបស់ពុទ្ធប្រតាំងពីគេហដ្ឋានរហូតដល់វត្តពុទ្ធលំនេះសូមអរគុណសូមអរគុណបាទសូមអនុញ្ញាតក្រុមការងារដែលកាន់ការរូបថតកាន់ក្លុបសូមមេត្តាមកខាងមុខដើម្បីអបអរបុត្រមួយសូមប្រតិកម្មខាន់សាច់បានជួយចូលក្នុងចាក់សិនទៅជុំនេះក៏សូមជួយនៅតែខាងហើយសូមជួយអនុមោទនាទៅអរគុណសូមអនុមោទនាសូមអនុមោទនាSatya Nakata Swamya Nakata Sankhya Nakata Kaila Nakata Jatiya Nakata Evya Nakata Pakama Nakata Nyarana Nakata Jai Nakata Anapan Takmet Kahaka Matita Aropang Jahyam Rop Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ Matangkyapa Samma Vyacha Samma Kamanta Samma Ajiva Samma Vyayama Samma Sate Samma Samma Pratiha Takyang 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 Kol Takyang Jamandala Akyang Cholian Nanya Reakan Tetap Tewata Tewata Jepung Alai Joratan Lapuniakat Kepetian Petiawenya Naya Nopiat Laika Petropia Alta Atuamikan Nopiawenya Naya Nopiat Laika Propung Sapatang Sikian Nopiawenya Naya Nopiat Tang Japur Adehan Tanyang Tarang Kater Aiko Miat Rosalia Anpan Propet Inian Jan Lala Sama Namo Tani Sojung Dan Kesatu Allah Allah Saya Jun Saya Allah Allah Turun Raikan Maksud Tetap Bukan
ចាក់សូមភ្ញៀវជាពិសេសពុទ្ធបរិស័ទណាសូមសម្រួលអេរិយាបថដើម្បីនឹងចាំស្ដាប់នៅសន្ទរកថាជាចុងបញ្ចប់ចប់រូបខាងពុទ្ធសាសនាប្រសងរូបរៀបចំឲ្យអស់យ៉ាងសូមធ្វើតួនាទីទៅខាងអនុទាំងអស់វិញណាសូមអរនេះខ្ញុំសូមអនុញ្ញាតជម្រាបជូនទៅដល់ថ្នាក់ដឹកនាំក៏ដូចជាខាងការិយាល័យនិងនិងមន្ត្រីសាស្ត្រាចារ្យនៃវិទ្យាស្ថានជាតិភូមិចែកទេសកម្ពុជាដើម្បីត្រៀមខ្លួនក្នុងការគោរពនៅវិញ្ញាណក្ខន្ធជាលើកចុងក្រោយចា៎សម្រាប់កម្មវិធីពិធីគោរពវិញ្ញាណក្ខន្ធរបស់វិទ្យាស្ថានជាតិភូមិចែកទេសកម្ពុជាយើងបែងចែកចេញជា12ផែនដែលមានផែនទី1គឺយើងមានផែនគណៈនាយកនិងការិយាល័យដែលដឹកនាំដោយអាដាមបណ្ឌិតប៊ុនភិរិនផែនទី2យើងមានមហាវិទ្យាល័យមេកានិកដែលដឹកនាំដោយលោកបណ្ឌិតព្រំពៅផែនទី3យើងមានមហាវិទ្យាល័យអគ្គិសនីផែនទី4យើងមានមហាវិទ្យាល័យសំណង់ស៊ីវិលនិងស្ថាបត្យកម្មផែនទី5យើងមានមហាវិទ្យាល័យអេឡិចត្រូនិកផែនទី6យើងមានមហាវិទ្យាល័យមេកានិករថយន្តទី7យើងមានមហាវិទ្យាល័យវិទ្យាសាស្ត្រកុំព្យូទ័រទី8យើងមានមហាវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ចទី9យើងមានមហាវិទ្យាល័យថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននិងវិទ្យាសាស្ត្រទី10យើងមានមហាវិទ្យាល័យថ្នាក់ក្រោយឧត្តមសិក្សានិងផែនទី11យើងមានតំណាងពីខាងនិស្សិតផែនចុងក្រោយជាផែនទី12ដែលជាតំណាងក្រុមប្រឹក្សាសង្កាត់សំរោងក្រោមចាដែលដឹកនាំដោយលោកចៅសង្កាត់តតែម្ដងចាចឹងសូមអង្គពិធីទាំងមូលមេត្តាត្រៀមខ្លួនដើម្បីយើងធ្វើការរៀបចំនៅពិធីគោរពវិញ្ញាណក្ខន្ធជាលើកចុងក្រោយជូនដល់សពក្រុមប្រឹក្សាសង្កាត់សំរោងក្រោមក្រុមគ្រួសារនិស្សិតជាទីគោរពបងប្អូននិស្សិតជាទីរាប់អានថ្ងៃនេះជាថ្ងៃដ៏ក្តុកក្តួលជាទីបំផុតសម្រាប់យើងទាំងអស់ជាមហាគ្រួសារនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាដែលបានបាត់បង់នៅបញ្ញវន្តជាសាស្ត្រាចារ្យដែលប្រកបដោយបញ្ញាញាណជាសមមិត្តរួមអាជីពវេលានេះយើងបានជួបជុំគ្នារៀបចំជាផ្លូវការដើម្បីជាការគោរពនៅវិញ្ញាណក្ខន្ធនិងការជម្រាបលាជាលើកចុងក្រោយក៏ដូចជាការជូនដំណឹងដែលពុំមានទេអាចជួបគ្នាទៀតទេសូមវិញ្ញាណក្ខន្ធសពអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយជាកិច្ចបន្តនៃកម្មវិធីគឺជាពិធីគោរពវិញ្ញាណក្ខន្ធរបស់វិទ្យាស្ថានជាតិភូមិបច្ចេកទេសកម្ពុជាដែលផែនទី1នេះនាងខ្ញុំសូមគោរពអញ្ជើញគណៈនាយកនិងគ្រប់ការិយាល័យទាំងអស់ដែលដឹកនាំដោយឯកឧត្តមបណ្ឌិតប៊ុនភិរិននាយកវិទ្យាស្ថានជាតិភូមិបច្ចេកទេសកម្ពុជាសូមគោរពអញ្ជើញប្រុងប្រៀបគោរពវិញ្ញាណក្ខន្ធគ្រប់
សម្រាប់កម្មវិធីក្រុមវិញ្ញាណខាងបន្ទាប់ជាផែនទី2សូមក្រុមជើញមហាវិទ្យាល័យលេខគណិតដែលដឹកនាំដោយលោកបណ្ឌិតព្រំពៅប្រធានមហាវិទ្យាល័យលេខគណិត ក្រុងព្រៀបគ្រប់ សម្រាប់ផែនទី3សូមក្រុមជើញមហាវិទ្យាល័យអគ្គិសនីដែលដឹកនាំដោយលោកបណ្ឌិតចេងហោចងប្រធានមហាវិទ្យាល័យអគ្គិសនី ប្រុងប្រៀបគ្រប់ សម្រាប់ផែនបន្ទាប់ជាផែនទី4មហាវិទ្យាល័យសំឡេងស៊ីវិលនិងស្ថាបត្យកម្មដែលដឹកនាំដោយលោកបណ្ឌិតតេងឆាយ ស
គ្រប់ ចាសម្រាប់ផែនបន្ទាប់ជាផែនទី6ជាមហាវិទ្យាល័យមេកានិករថយន្តដែលដឹកនាំដោយលោកបណ្ឌិតមេងជេងហ៊ុន ប្រុងប្រៀបគ្រប់ ចាសម្រាប់ផែនទី7គឺជាផែនមហាវិទ្យាល័យវិទ្យាសាស្ត្រកុំព្យូទ័រដែលដឹកនាំដោយលោកបណ្ឌិតអ៊ុំសៅកសោ ប្រុងប្រៀបគ្រប់ សម្រាប់ផែនទី8នេះគឺជាមហាវិទ្យាល័យទេសចរនិងបដិសណ្ឋារកិច្ចដែលដឹកនាំដោយលោកបណ្ឌិតស៊ុំសុចិន្តា ប្រុងប្រៀបគ្រប់ ផែនទី9គឺជាផែនរបស់មហាវិទ្យាល័យថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននិងវិទ្យាសាស្ត្រដែលដឹកនាំដោយលោកបណ្ឌិតស៊ុនសុនិមិត្ត អ
ទី10ជាផែនមហាវិទ្យាល័យថ្នាក់ក្រៅឧត្តមសូមគោរពអញ្ជើញលោកបណ្ឌិតប៊ិនម៉ូលីនប្រុងប្រៀបគ្រប់ សម្រាប់ផែនបន្ទាប់ជាផែនទី11ដែលជាផែនតំណាងឲ្យនិស្សិតរបស់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាប្រុងប្រៀបគ្រប់ ផែនចុងក្រោយជាផែនទី12ដែលជាតំណាងក្រុមប្រឹក្សាសង្កាត់សំរោងក្រោមដែលដឹកនាំដោយលោកហៃសុខីនចៅសង្កាត់សំរោងក្រោមប្រុងប្រៀបគ្រប់ ចាសូមថ្លែងអំណរគុណជា
បន្តនៃកម្មវិធីនេះនេះខ្ញុំសូមគោរពអញ្ជើញកញ្ញាទឹមផាណាសាស្ត្រាចារ្យនៃមហាវិទ្យាល័យអេឡិចត្រូនិកអានសាររំលែកទុករបស់ឯកឧត្តមថេងសួររដ្ឋមន្ត្រីនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈសូមគោរពអញ្ជើញព្រះរាជាណាចក្រកម្ពុជាជាតិសាសនាព្រះមហាក្សត្រក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈសារលិខិតរំលែកទុកជូនចំពោះលោកស្រីយ៉ែនកែវកល្យាណព្រមទាំងក្រុមគ្រួសារខ្ញុំនិងភរិយាព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈពិតជាមានក្តីក្តុកក្តួលរន្ធត់ចិត្តអត់ឧបមាដោយទទួលបានដំណឹងថាលោកស្រីភិរុនប្រធានដេប៉ាតឺម៉ង់បរិក្ខារត្រជាក់នៃវិទ្យាស្ថានជាតិហូបបច្ចេកទេសកម្ពុជាត្រូវជាស្វាមីបានទទួលមរណភាពនៅថ្ងៃអាទិត្យ9កើតខែចែកឆ្នាំរោងឆស័កពុទ្ធសករាជ2568ត្រូវនៅថ្ងៃទី6ខែមេសាឆ្នាំ2025វេលាម៉ោង 22:22 នាទីយប់ក្នុងជនមានអាយុ46ឆ្នាំដោយរោគគីពាតក្នុងឱកាសប្រកបដោយក្តីសុខសួររំជួលចិត្តដ៏ក្រៀមក្រំនេះយើងខ្ញុំទាំងអស់គ្នាសូមសម្ដែងនៅសមានតុប្រកបដោយអនិច្ចំលក្ខណ្ឌធម៌ដ៏ជ្រាលជ្រៅព្រមទាំងក្តីសង្វេគដ៏ធំធេងនិងពោពេញដោយក្តីសោកស្រណោះអាឡោះអាល័យជាអនាគតការចំពោះការបាត់បង់លោកស្រីភិរុនដែលជាការបាត់បង់ស្វាមីឪពុកប្រកបដោយព្រំវិហារធម៌ដែលបានលាចាលោកលាចាកពីក្រុមគ្រួសារព្រមទាំងលាចាកពីយើងខ្ញុំទាំងអស់គ្នាជាថ្មីម្ដងទៀតខ្ញុំនិងភរិយាព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈសូមលំអរកាយឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធលោកស្រីភិរុនសូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយសូមលោកស្រីព្រមទាំងក្រុមគ្រួសារនៃសពទទួលនឹងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនិងការស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅអំពីយើងខ្ញុំទាំងអស់គ្នាថ្ងៃច័ន្ទ10កើតខែចែកឆ្នាំរោងឆស័កពុទ្ធសករាជ2568រាជធានីភ្នំពេញថ្ងៃទី7ខែមេសាឆ្នាំ2025រដ្ឋមន្ត្រីហត្ថលេខាហេងសួរចាសសូមអរគុណជាកិច្ចបន្តនេះខ្ញុំសូមគោរពអញ្ជើញលោកខៃចរ៉ាត់អនុប្រធានមហាវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ចអានសាររំលែកទុក្ខរបស់ឯកឧត្តមហ៊ីនស៊ីដេតប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងជាអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈសូមគោរពអញ្ជើញព្រះជាណាចក្រកម្ពុជាជាតិសាសនាព្រះមហាក្សត្រក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈសារលិខិតរំលែកទុក្ខជូនចំពោះលោកស្រីយ៉ែមកែវកល្យាណភរិយានៃសពលោកស្រីភិរុនព្រមទាំងក្រុមគ្រួសារលោកស្រីយ៉ែមកែវកល្យាណនិងក្រុមគ្រួសារជាទីរាប់អានដ៏ជ្រាលជ្រៅយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈសូមសម្ដែងនៅការសោកស្ដាយជាអនេកនិងមានទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះមរណភាពរបស់លោកស្រីភិរុនប្រធានដេប៉ាតឺម៉ង់វិទ្យាសាស្ត្របរិក្ខារត្រជាក់នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាត្រូវជាស្វាមីរបស់លោកស្រីយ៉ែមកែវកល្យាណដែលបានទទួលមរណភាពកាលពីថ្ងៃអាទិត្យ9កើតខែចែកឆ្នាំរោងចស័កពុទ្ធសករាជ2568ត្រូវនៅថ្ងៃទី6ខែមេសាឆ្នាំ2025វេលាម៉ោង 22:22 នាទីយប់ក្នុងជនមានអាយុ46ឆ្នាំដោយរោគគីពាតនៅក្នុងឱកាសប្រកបដោយក្តីសុខសួររំជួលចិត្តដ៏មហាក្រៀមក្រំនេះខ្ញុំនិងភរិយាព្រមទាំងក្រុមគ្រួសារថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈសូមសម្ដែងនៅសមានតុប្រកបដោយអនិច្ចំលក្ខណៈធម៌ដ៏មហាជ្រាលជ្រៅព្រមទាំងក្តីសង្វេគដ៏មហាធំធេងនិងពោពេញដោយក្តីសោកស្ដាយស្រណោះអាឡោះអាល័យជាអនេកបការចំពោះការបាត់បង់លោកស្រីភិរុនដែលជា
ការបាត់បង់នៅស្វាមីឪពុកប្រកបដោយព្រហ្មវិហារធម៌និងជាអិសរាជជនដ៏ឆ្នើមដែលបានបូជាអស់កម្លាំងកាយចិត្តបញ្ញាស្មារតីចូលរួមបេសកកម្មដ៏ថ្លៃថ្លានៅក្នុងបុព្វហេតុសន្តិភាពអភិវឌ្ឍដើម្បីបម្រើផលប្រយោជន៍ជូនជាតិមាតុភូមិជាថ្មីម្ដងទៀតយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈសូមលំអោនកាយឧទ្ទិសបួងសួងដល់ទូវិញ្ញាណក្ខន្ធលោកស្រីពរុនសូមបានទៅសោយសុខនៅក្នុងសុគតិភពកំបីគ្លៀងគ្លាតឡើយសូមលោកស្រីព្រមទាំងក្រុមគ្រួសារនៃសពមេត្តាទទួលនៅការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះនិងការស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅពីយើងខ្ញុំថ្ងៃច័ន្ទ10កើតខែចែកឆ្នាំរោងចស័កពុទ្ធសករាជ2568រាជធានីភ្នំពេញថ្ងៃទី7ខែមេសាឆ្នាំ2025តំណាងថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈសូមអរគុណចាជាកិច្ចបន្តនេះខ្ញុំសូមក្រុមជើងលោកអូនសុរដ្ឋាប្រធានមហាវិទ្យាល័យប្រធានការឡៃផែនការអានសាររំលែកទុក្ខរបស់ឯកឧត្តមហេងសួរប្រធានសមាគមសហព័ន្ធសិស្សនិស្សិតអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈព្រះជាណាចក្រកម្ពុជាជាសាសនាព្រះមហាក្សត្រសមាគមសហព័ន្ធសិស្សនិស្សិតអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈសារលិខិតរំលែកទុក្ខជូនចំពោះលោកស្រីយ៉ែមកែវកល្យានព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅក្នុងនាមដឹកនាំនិងសមាជិកសមាគមសហព័ន្ធសិស្សនិស្សិតអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈក្នុងនាមខ្លួនខ្ញុំផ្ទាល់ខ្ញុំពិតជាមានក្តីក្តុកក្តួលរន្ធត់ចិត្តអត់ឧបមាដែលបានទទួលដំណឹងថាលោកស្រីពិរុនត្រូវជាស្វាមីរបស់លោកស្រីបានទទួលមរណភាពកាលពីថ្ងៃអាទិត្យ9កើតខែចែកឆ្នាំរោងឆស័កពុទ្ធសករាជ2568ត្រូវនឹងថ្ងៃទី6ខែមេសាឆ្នាំ2025វេលាម៉ោង22:02នាទីយប់ក្នុងជំនាយុ46ឆ្នាំដោយរោគភាពមរណភាពរបស់លោកស្រីពិរុនគឺជាការបាត់បង់ស្វាមីនិងឪពុកជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់បំផុតចំពោះក្រុមគ្រួសារហើយក៏ជាការបាត់បង់នូវសាស្ត្រាចារ្យដ៏ឆ្នើមមួយរូបដែលបានលះបង់កម្លាំងកាយចិត្តប្រាជ្ញាស្មារតីបំពេញការងារប្រកបដោយឆន្ទៈមនសិការដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមជាតិនារយៈពេលកន្លងមកជាមួយនឹងសមាជិកដ៏សែនក្រៀមក្រំនេះយើងខ្ញុំទាំងអស់គ្នាសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធលោកស្រីពិរុនសូមបានទៅចាប់បដិសន្ធិក្នុងសុគតិភពកំបីគ្លៀងគ្លាតឡើយសូមលោកស្រីនឹងព្រមទាំងក្រុមគ្រួសារទទួលនឹងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះពីយើងខ្ញុំទាំងអស់គ្នាថ្ងៃច័ន្ទ10កើតខែចែកឆ្នាំរោងឆស័កពុទ្ធសករាជ2568រាជធានីភ្នំពេញថ្ងៃទី7ខែមេសាឆ្នាំ2025ចូលគណៈកម្មាធិការនយោបាយប្រធានហេងសួរចាសសូមអរគុណជាកិច្ចបន្តនេះខ្ញុំសូមគោរពអញ្ជើញឯកឧត្តមបណ្ឌិតប៊ុនភិរិននាយកវិទ្យាស្ថានជាតិភូមិបច្ចេកទេសកម្ពុជាមានមតិយោបល់ជូនចំពោះគ្រួសារសពសូមគោរពអញ្ជើញខ្ញុំសូមសម្ដែងនៅជារកិច្ចចំពោះគ្រួសារសពហើយដំអស់លោកដែលជាមន្ត្រីរាជការសាស្ត្រាចារ្យនិងនិស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាដែលមានវត្តមាននៅថ្ងៃនេះនៅទីនេះថ្ងៃនេះយើងបើកជុំគ្នានៅទីនេះយ៉ាងច្រើនកកប្រកបដោយសេចក្តីរន្ធត់តក់ស្លុតចំពោះការបាត់បង់លោកសាស្ត្រាចារ្យស្រីភិរុនដែលជាយុទ្ធមិត្ត
នៅក្នុងសមរភូមិអប់រំដែលជាមិត្តដ៏ជិតស្និទ្ធដែលជាសមាជិកដ៏ធំនៅក្នុងមហាគ្រួសារនៃវិទ្យាស្ថានជាតិភូមិបច្ចេកទេសកម្ពុជាជាមួយនឹងសេចក្តីតក់ស្លុតភ័យរន្ធត់របស់ពួកយើងនៅថ្ងៃនេះគឺយើងបានឃើញនៅកម្លាំងសាមគ្គីដ៏អស្ចារ្យមួយដែលមន្ត្រីរាជការសាស្ត្រាចារ្យក៏ដូចជាក្មួយនិស្សិតបានចូលរួមដែលធ្វើឲ្យពិធីនេះក្លាយទៅជាពិធីមួយដែលមិនសង្រេងមិនសង្រោកសង្រេងខ្លាំងពេកជាមួយនឹងគ្រួសារសពខ្ញុំពិតជាមានសេចក្តីតក់ស្លុតអត់ឧបមាហើយមានការសោកស្ដាយខ្លាំងណាស់ចំពោះការបាត់បង់នៃសាស្ត្រាចារ្យម្នាក់ដែលមានបញ្ញាឈ្លាសវៃសុភាពរាបសារខ្ញុំស្គាល់គាត់ប្រហែលជានៅក្នុងឆ្នាំ2007ឬក៏2006ពេលហ្នឹងគាត់ជាគ្រូបង្រៀននៅវិទ្យាស្ថានឧស្សាហកម្មបច្ចេកទេសឧស្សាហកម្មរិស័យកែវហើយគាត់បានមកជួបខ្ញុំជាមួយនឹងនាយករងម្នាក់ជូនមកឈ្មោះឧស្សាហ៍ជាវកំសាយជូនមកថាឲ្យលោកភិរុនជូនមកជួបខ្ញុំហើយគាត់សូមផ្លាស់មកពីសាលាហ្នឹងមកធ្វើការនៅជាមួយយើងនៅ NPIC ហ្នឹងហើយខ្ញុំបានប្រាប់គាត់ថាសាលាយើងនេះត្រឹមតែកវែកកឆ្នាំងផ្លូវក៏ឆ្ងាយហើយលំបាកលំបិនណាស់ហើយបើសិនជាអញ្ជើញមកខ្ញុំពិតជាអរណាស់ប៉ុន្តែទាមទារការទ្រាំក៏ព្រមមកទោះបីលំបាកយ៉ាងណាក៏ព្រមមកហើយខ្ញុំអរណាស់ពេលហ្នឹងព្រោះវាខ្លះគ្នាវាអត់មានគ្រូខាងម៉ាស៊ីនត្រជាក់នឹងផងឧបករណ៍យើងក៏មានច្រើនខាងម៉ាស៊ីនត្រជាក់ខ្ញុំទូរស័ព្ទទៅសួរលោកនាយកហ្នឹងគាត់ជាអតីតនាយករងរបស់យើងលោកអុកតារាដែលបច្ចុប្បន្នជាអនុរដ្ឋលេខាធិការនៅក្រសួងការងារខ្ញុំសួរថាលោកស្រីភិរុនដែលធ្វើការនៅហ្នឹងហើយគាត់មានអត្តចរិតយ៉ាងដូចម្ដេចដែរហើយគាត់សូមផ្លាស់មកខ្ញុំហើយលោកតារាថាម៉េចពេលហ្នឹងលោកអៃដាមអុកតារាគាត់ថាលោកគ្រូនោះស្លូតអត់ធ្មត់មិននិយាយច្រើនហើយក៏មិនចេះឆ្លោះប្រកែកជាមួយអ្នកណាសូម្បីតែពាក្យធ្ងន់ក៏អត់ហើយបើសិនជាអៃដាមគុណភិរិនចង់អញ្ជើញឲ្យគាត់មកក៏គាត់ព្រមឲ្យមកដែរអញ្ចឹងទេខ្ញុំក៏ចាលើកដាស់នឹងថាខ្ញុំព្រមទទួលយកខាងរដ្ឋបាលក៏ធ្វើលិខិតនឹងទៅ3សប្តាហ៍ក្រោយមកលោកស្រីភិរុនបានផ្លាស់មកដល់កន្លែងយើងហើយដែលបច្ចុប្បន្នវិទ្យាសាស្ត្រហ្នឹងហ្នឹងក៏បានចាប់ផ្ដើមឡើងនៅពេលដែលលោកស្រីភិរុនបានមកដល់វិទ្យាស្ថានជាតិប្រទេសកម្ពុជាគាត់ចាប់ផ្ដើមមានជំងឺពេលដែលមានជំងឺថ្ងៃមួយហ្នឹងគាត់បានទៅប្រទេសឥណ្ឌារៀបចំទៅប្រទេសឥណ្ឌាហើយខ្ញុំនៅចាំគ្នាយើងបានសរស័ក្តិសស្រាមជួយជាថវិកាទោះបីមិនច្រើនគ្រប់គ្រាន់សម្រាប់ការព្យាបាលក៏បានបង្ហាញនៅទឹកចិត្តដ៏អស្ចារ្យមួយជាលើកទី1ហើយដល់ពេលគាត់ត្រឡប់មកវិញឃើញមានសុខភាពល្អពួកយើងក៏សប្បាយរីករាយណាស់ក្រោយមកជំងឺក៏ចាប់ផ្ដើមធ្ងន់ឡើងចេញចូលពេទ្យមន្ត្រីរបស់យើងគ្នាយើងនឹងបងប្អូនយើងក៏បានសរស័ក្តិសស្រាំស្វះស្វែងរដ្ឋាភិបាលបានច្រើនពាន់ដុល្លារដែរនិយាយទៅជួយទៀតហើយក្រោយមកក៏បានជួយថែមទៀតមានន័យថាយើងជួយគ្នាតាំងពីមនុស្សនៅរស់ថ្ងៃនេះគាត់បានលាយើងហើយលាជារហូតហើយយើងមកជួបជុំគ្នាដើម្បីជូនដំណើរចុងក្រោយក្នុងនាមជាប្រធានអង្គភាពដ៏ធំមួយខ្ញុំពិតជាមានសេចក្តីរំភើបហើយសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះសមាជិការបស់មហាគ្រួសារ NPIC ដែលបង្ហាញនៅបេះដូងដ៏ធំទូលាយ
ក្នុងការចូលរួមនៅក្នុងពិធីបុណ្យតាំងពីថ្ងៃដំបូងរហូតដល់ជាបណដ្ឋាននាទីនេះខ្ញុំអរគុណគួយនិស្សិតរបស់យើងដែលបានអញ្ជើញមកធ្វើទ្រាំជាមួយនឹងកម្ដៅព្រះអាទិត្យអរគុណគួយខាងភ្លេងដែលបានចូលរួមនៅក្នុងពិធីនេះបន្លឺនៅសម្លេងគោរពវិញ្ញាណក្ខន្ធជូនចំពោះលោកគ្រូរបស់យើងស្រីភារខ្ញុំចូលសូមជូនពរឲ្យគ្រួសារសពបានជួបប្រភពនិងសេចក្តីសុខកើតចាក់ឈឺស្លាប់ឬធម្មតាកាប់ចិត្តទាំងអស់គ្នាហើយក៏ជូនពរសមាជិកមហាគ្រួសារ PIC ទាំងអស់បានសេចក្តីសុខជួបតែពុទ្ធពរ4ប្រការយុវណៈសុខៈពលៈជូនពរគួយទាំងអស់បានសេចក្តីសុខរៀនពូកែប្រឡងជាប់ចេញមានការងារធ្វើខ្លាចជាថ្នាក់ដឹកនាំកុំភ្លេចទៅកណាក៏ដោយទៅកន្លែងណាក៏ដោយថ្ងៃក្រោយប្រកាសជាខ្លាចទៅជាមេគេហើយធំហើយព្រោះរៀនពូកែឆ្លាតណាស់កុំភ្លេចធម៌សាមគ្គីទៅដល់កន្លែងណាក៏រៀបចំឲ្យកើតទៅជាសហគមន៍មួយដែលអាចជួយគ្នាបានដោយលោកគ្រូអ្នកគ្រូដែលមានវត្តមានទីនេះថ្ងៃនេះឬអត់អស់គ្នាជួបខ្ញុំមានប៉ុណ្ណឹងហើយគោលកម្មវិធីជូនទៅលោកស្រីលេខបុណ្យការវិញជូនពរអស់គ្នាសុខស្បាយសូមគ្រប់តាមនៅគុណនៅតែរបស់អាយដាមនាយកជាកិច្ចបន្តនេះមានខ្ញុំសូមក្រុមជើងលោកយមមានសាស្ត្រាចារ្យឆ្នាំសិក្សាមូលដ្ឋានអានវិយោគថានិងជីវប្រវត្តិរបស់លោកសាស្ត្រាចារ្យស្រីភិរុនសូមក្រុមជើងជាបឋមខ្ញុំប្រកាសណាខ្ញុំបាទសូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមគោរពអាយដាមលោកជំទាវសាស្ត្រាចារ្យលោកស្រីបុគ្គលិកមន្ត្រីរាជការបងប្អូននិស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាសូមគោរពភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញមកចូលរួមក្នុងពិធីនេះជាទីគោរពថ្ងៃនេះខ្ញុំព្រះករុណាយើងខ្ញុំទាំងអស់គ្នាមានទុកយ៉ាងក្រៀមក្រំស្រពាប់ស្រពោនខ្សឹបស្រួលអួលអាក់ក្នុងចិត្តឥតឧបមាដោយលោកសាស្ត្រាចារ្យស្រីភិរុនប្រធានដេប៉ាតម៉ង់បរិខាត្រជានៅមហាវិទ្យាល័យមេកានិកនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាបានទទួលមរណភាពយើងខ្ញុំទាំងអស់គ្នាបានដង្ហែជូនដំណើរសពលោកសាស្ត្រាចារ្យមកកាន់ឈាបនដ្ឋានដើម្បីធ្វើឈាបនកិច្ចលាគ្នាជាលើកចុងក្រោយស្របតាមទំនៀមទម្លាប់ប្រពៃណីខ្មែរយើងការបាត់បង់ជីវិតរបស់លោកសាស្ត្រាចារ្យស្រីភិរុននាពេលនេះគឺជាការបាត់បង់នូវកូនល្អស្វាមីល្អឪពុកល្អនិងជាកល្យាណមិត្តដ៏ល្អប្រកបដោយព្រហ្មវិហារធម៌ដ៏ប្រពៃទន្ទឹមនឹងនេះការបាត់បង់ជីវិតរបស់លោកគឺជាការបាត់បង់នៅបញ្ញវន្តមួយរូបដែលជាធនធានមនុស្សរបស់ប្រទេសជាតិដោយសេចក្តីក្រៀមក្រំរន្ធត់សោកស្ដាយអាឡោះអាល័យពុនពេករកទីបំផុតគ្មានខ្ញុំប្រកាសរណាខ្ញុំបាទសូមអនុញ្ញាតថ្វាយប្រគេននិងជម្រាបជូននៅជីវប្រវត្តិរបស់លោកសាស្ត្រាចារ្យស្រីភិរុនដូចតទៅលោកសាស្ត្រាចារ្យស្រីភិរុនកើតនៅថ្ងៃច័ន្ទ5រោចខែបុស្សឆ្នាំមមេឯកស័កពុទ្ធសករាជ2523ត្រូវនឹងថ្ងៃទី7ខែមករាឆ្នាំ1980នៅភូមិព្រៃខ្មែរឃុំរលាផ្អៀស្រុករលាផ្អៀខេត្តកំពង់ឆ្នាំងលោកឪពុកឈ្មោះស្រីលឿននិងអ្នកម្ដាយឈ្មោះនងឆវីលោកសាស្ត្រាចារ្យគឺជាកូនប្រុសច្បងនៃគ្រួសារហើយលោកមានបងប្អូនប្រុសស្រីបង្កើតចំនួន6នាក់ប្រុស2នាក់និងស្រី4នាក់អូនប្រុសទី1ឈ្មោះស្រីរតនាអូនស្រីទី2ឈ្មោះស្រីឆវ័នអូនស្រីទី3ឈ្មោះស្រីឆវេន
ប្អូនស្រីទី4ឈ្មោះស្រីវាសនានិងប្អូនស្រីទី5ឈ្មោះស្រីនិមលនៅកុមារភាពកុមារស្រីភិរុនគឺជាក្មេងមួយរូបដ៏ល្អមិនដែលធ្វើឲ្យឪពុកម្ដាយពិបាកចិត្តម្ដងណាឡើយលោកចម្រើនដល់វ័យសិក្សាគ្រួសារបានបញ្ជូនរូបលោកឲ្យទៅសិក្សារៀនសូត្រនៅសាលាបឋមសិក្សាអណ្ដូងស្នាយនិងអនុវិទ្យាល័យរលាបអៀងឆ្លៀតពេលទំនេរពីការសិក្សាលោកបានទៅជួយការងារឪពុកម្ដាយនិងថែទាំប្អូនដោយមើលឃើញកូនឧស្សាហ៍ព្យាយាមខិតខំប្រឹងប្រែងរៀនសូត្រនិងជាសិស្សពូកែផងឪពុកម្ដាយបានបញ្ជូនរូបលោកមកសិក្សានៅវិទ្យាល័យព្រះសុរាមរិទ្ធនៅទីរួមខេត្តកំពង់ឆ្នាំងរហូតបញ្ចប់ថ្នាក់មធ្យមសិក្សាទុរិយភូមិនៅឆ្នាំ1999និងបន្តមកសិក្សានៅរាជធានីភ្នំពេញទៀតនៅឆ្នាំ1999ដល់ឆ្នាំ2001លោកបានបញ្ចប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសនៅសាលាមធ្យមសិក្សាបច្ចេកទេសឧស្សាហកម្មនៅឆ្នាំ2002ដល់ឆ្នាំ2003លោកបានបញ្ចប់ការសិក្សាថ្នាក់គ្រូបច្ចេកទេសវិជ្ជាជីវៈកម្រិតមូលដ្ឋាននៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសឯកទេសបរិក្ខារត្រជាក់នៅឆ្នាំ2007ដល់ឆ្នាំ2009លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជានិងនៅឆ្នាំដដែលនោះលោកបានប្រឡងជាប់ជាគ្រូបច្ចេកទេសវិជ្ជាជីវៈកម្រិតឧត្តមនៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសលោកសាស្ត្រាចារ្យស្រីភិរុនបានរៀបមង្គលការជាមួយលោកស្រីសាស្ត្រាចារ្យយ៉ែមកែវកល្យាននៅថ្ងៃទី11ខែឧសភាឆ្នាំ2001អ្នកទាំងពីរបានចាប់ដៃគ្នាខិតខំកសាងគ្រួសារដ៏តូចមួយឡើងនិងទទួលបានចំណងដៃកូនប្រុសស្រីចំនួន2នាក់គឺភិរុនខេវិននិងភិរុនអេនជែលលោកសាស្ត្រាចារ្យស្រីភិរុនមានអត្តចរិតនិងអកប្បកិរិយាស្លូតបូនសុភាពរាបសារជាកូនល្អជាប្តីល្អជាឪពុកដ៏ល្អរបស់កូនជាគ្រូបង្រៀនដ៏ល្អនិងជាមន្ត្រីមួយរូបដែលខិតខំបម្រើការងារនៅក្នុងវិទ្យាស្ថានដោយពុំខ្លាចការនឿយហត់ទោះបីការងាររវល់យ៉ាងណាលោកក៏មិនបានបំភ្លេចបញ្ជូនកូនជាទីស្រឡាញ់ទាំងពីររបស់លោកឲ្យទៅសិក្សារៀនសូត្រក្រេបយកនៅចំណេះដឹងផ្សេងដើម្បីថ្ងៃក្រោយคลายខ្លួនជាធនធានមនុស្សសម្រាប់គ្រួសារនិងសង្គមជាតិដោយរូបលោកនិងភរិយាលោកមួយរយៈចុងក្រោយនេះសុខភាពរបស់លោកចាប់ផ្ដើមធ្លាក់ចុះបន្តិចម្ដងហើយលោកពុំដែលពោលពាក្យរអ៊ូរទាំអំពីជំងឺរបស់លោកទៅកាន់នរណាម្នាក់ឡើយគ្រួសាររបស់លោកក៏បានបញ្ជូនរូបលោកទៅកាន់មន្ទីរពេទ្យទាំងក្នុងស្រុកនិងក្រៅស្រុកព្រមទាំងខិតខំព្យាយាមស្វះស្វែងរកថ្នាំសង្កូវនិងគ្រូពេទ្យពូកែមកព្យាបាលជំងឺយ៉ាងណាក៏ដោយក៏ពុំបានធ្វើឲ្យជំងឺរបស់លោកថមថយស្រាកស្រានបន្តិចណាសោះឡើយអាការៈជំងឺកាន់តែទន្ទ្រានលើជីវិតរបស់លោកបន្តិចម្ដងពីមួយថ្ងៃទៅមួយថ្ងៃរហូតមកដល់ថ្ងៃ9កើតខែចែកឆ្នាំរោងឆស័កពុទ្ធសករាជ2568ត្រូវនឹងថ្ងៃទី6ខែមេសាឆ្នាំ2025វេលាម៉ោង 22:22 នាទីយប់មជ្ឈរាជដ៏សែនឫស្យាបានមកផ្ដាច់សង្ខាររូបលោកឲ្យឃ្លាតចាកឆ្ងាយសែនឆ្ងាយពីយើងទាំងអស់គ្នាទោះបីជាយើងទាំងអស់គ្នាខំប្រឹងស្រែកអង្វរក៏មជ្ឈរាជពុំអាណិតអាសូររូបលោកនឹងយើងទាំងអស់គ្នាឡើយ
ចាប់ពីពេលនេះទៅយើងទាំងអស់គ្នាលែងបានឃើញរូបឆោមស្នាមញញឹមសូរស័ព្ទសម្ដីដែលតែងតែពោលផ្ដោះផ្ដងមកកាន់យើងរូបសពរបស់សាស្ត្រាចារ្យដេកស្ដោកស្ដឹងលើជីបនដ្ឋាននៅខាងមុខយើងទាំងអស់គ្នានេះនឹងត្រូវរៀបចំធ្វើជីបនកិច្ចនាពេលបន្តិចទៀតនេះព្រះអាគីនឹងឆាប់ឆេះលេបត្របាក់រូបកាយរបស់លោកបន្តិចម្ដងហើយរលាយបាត់សូន្យចាក់ចេញឆ្ងាយពីលោកយើងនេះហើយបន្សល់ទុកនៅតែស្នាដៃគុណធម៌ព្រំវិហារធម៌សច្ចធម៌និងពាក្យពេចន៍អប់រំទូលមានព្រានប្រដៅដាស់តឿនក្រើនរំលឹករបស់លោកពីពេលនេះទៅលោកបានលាចាកឆ្ងាយពីយើងរហូតហើយលាហើយលោកឪពុកអ្នកម្ដាយលាហើយបងប្អូនមិត្តភក្តិទាំងអស់គ្នាជាពិសេសលាហើយភរិយានិងកូនជាទីស្រឡាញ់លាហើយលាគ្មានថ្ងៃវិលវិញយើងទាំងអស់គ្នាសូមលើកដៃបួងសួងបន់ស្រន់នាក្នុងឱកាសនេះដើម្បីអញ្ជើញដួងវិញ្ញាណក្ខន្ធរបស់លោកសាស្ត្រាចារ្យស្រីភិរុនសូមបានទៅកាន់សុគតិភពជាបរមសុខតរៀងរហូតទៅជាទីចុងបញ្ចប់នេះខ្ញុំប្រកាសរណាខ្ញុំបាទសូមប្រគេនថ្វាយនិងសូមគោរពជូនពរព្រះថេរានុថេរៈគ្រប់ព្រះអង្គអាយដាមលោកជំទាវអស់លោកស្រីអ្នកនាងកញ្ញាទាំងអស់ព្រមទាំងក្រុមគ្រួសារនៃសពសូមប្រកបនៅពុទ្ធពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈពុំបីគ្លៀងគ្លាតឡើយសូមអរគុណនិងអរគុណចាសូមគោរពថ្លែងអំណរគុណលោកសាស្ត្រាចារ្យយមមានដែលបានអានវិយោគថានៃជីវប្រវត្តិរបស់លោកសាស្ត្រាចារ្យស្រីភិរុនជាកិច្ចបន្តនេះតាំងនាមឲ្យក្រុមគ្រួសារនៃសពនេះខ្ញុំសូមគោរពជូនពរអាយដាមលោកស្រីដែលបានចូលរួមនៅកម្មវិធីនៅថ្ងៃនេះសូមសំប្រកបទាំងពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងកំបីគ្លៀងគ្លាតឡើយចំពោះកម្មវិធីបូជាសពជាបណៈយើងនឹងរៀបចំធ្វើនៅម៉ោង6 រសៀលនេះល្ងាចនេះដូច្នេះសម្រាប់កម្មវិធីនៃការប្រពៃវិញ្ញាណក្ខន្ធគឺសូមធ្វើការបញ្ចប់នៅត្រឹមនេះចឹងសូមអស់លោកស្រីមេត្តាសម្រួលអរិយាបថដើម្បីធ្វើការរងចាំនៅពិធីបូជាសពនៅម៉ោង6ល្ងាចសូមអរគុណចាអញ្ចឹងសម្រាប់អូនសិស្សយើងអាចត្រឡប់ទៅជាស្ថានយើងវិញដល់ឡែកមន្ត្រីរាជការសាស្ត្រាចារ្យអាចសម្រួលអរិយាបថទៅតាមទីតាំងផ្សេងៗបានសម្រាប់ការរងចាំចាសូមអរគុណ
ហើយសូមជួយផ្នែកដល់ប្រធានភ្លើងសូមពីចាស់ទឹកចាស់ដីនៃពុទ្ធីធនីព្រមទាំងពុទ្ធបរមីព្រះអង្គដែលខិតខំរក្សានិងពុទ្ធគ្រប់ទាំងមូលសូមព្រះអង្គពុទ្ធិសន្តាស័យទាំងឡាយកូនចៅសូមចាស់ទឹកចាស់ដីដែលអបទានឲ្យយើងខ្ញុំទាំងអស់គ្នាពីស្រីពិរុនដែលបានមរណៈពីកន្លងទៅចឹងសូមថ្វាយពុទ្ធព្រះអង្គឲ្យសូមព្រះអង្គជ័យស្រីមង្គលដល់កូនដល់ចៅឲ្យបានជានិយមឲ្យទីភ័យឆាប់ឆេះពុទ្ធបានរបស់លោកឲ្យទៅខ្លាយទៅជាទឹកកម្រិតសម្រាប់ដល់ដល់អស់លោកទាំងអស់កកោសូមឲ្យលោកលើកដៃបាប់គ្រប់ទូតតាមមហាកសលជូនដល់ស្រីពិរុនណាលោកបានទួអនុមោទនាហើយត្រេកអរចំពោះនៅបុណ្យកសលដែលអស់លោកបានរៀបចំចាត់ចែងអំពិលជួយរំលែកបរមត្ថទុក្ខដល់ក្រុមគ្រួសារនិស្សិតការបែកបាក់ឃ្លាតចេញពីស្វាមីហាក់បីដូចជាអត់បែកដោយសារកលេចទៅឃើញសិតតែភ្ញៀវកិត្តិយសមិត្តភក្តិរួមថ្នាក់រួមជាទីស្រឡាញ់ទាំងអស់គ្នានេះហៅថាបុណ្យកុសលរបស់គាត់បានសាបព្រោះនៅអំពើពូជល្អនេះជូនដល់លោកហើយម្យ៉ាងវិញទៀតឃ្លាតចេញតែខ្លួនប្រាណប៉ុន្តែចិត្តនៅតែនឹកអល់ហាឡៃជានិច្ចកាលដល់អស់លោកអស់ណាតែថ្ងៃនេះហើយយើងខ្ញុំសូមបវរណានៅព្រះអង្គម្ចាស់ដើម្បីថ្វាយគុំសូមប្រទានភ្លើងដើម្បីដង្ហែកសិន3ជុំទាំងអនុមោទនីក៏ជាទេវរាចុងក្រោយបងអស់ដែលគួរចៅរៀបចំពិធីជូនប្រអតិចំពោះវិញ្ញាណក្ខន្ធចំពោះសពឪពុកស្វាមីបងប្អូនជាពិសេសថ្ងៃនេះជាថ្ងៃចុងក្រោយនៃលោកប្រាជ្ញាស្រីពិរុនដែលជាមន្ត្រីគ្រូបានបង្ហាត់បង្រៀននៅក្នុងជាឋានពហុវិទ្យាកម្ពុជាដោយជំងឺរោគជាតិមកបៀតបៀនដល់រូបរាងកាយរបស់យើងក្នុងឱកាសនេះក៏វិញ្ញាណក្ខន្ធក៏បានចាក់ចេញអំពីរូបរាងកាយតាំងអំពីយុប